ការធ្វើកុរបាត់ហ្នឹងគឺជាអត្តសញ្ញាណមួយដែលបង្ហាញថាយើងហ្នឹងគឺមានជំនឿសទ្ធាជ្រះថ្លាហើយនឹងការពលីលះបង់ដើម្បីអល់ឡោះស៊ុបហានហូវតាអាឡាដើម្បីឲ្យសហគមន៍យើងរឹងមាំវាតតែយើងចេះសហការគ្នាហើយចំពោះអ្នកដែលគាត់ក្តាប់រិះកំណាញ់គាត់អត់ចង់បរិច្ចាគទេគាត់ចង់តែយកអញ្ចឹងម្លេះកាត់សុំទូអាថាអល់ឡោះហ៊ុមអាទីមុំស៊ីកាន់តាឡាហ្វាហើយអល់ឡោះអ្នកដែលក្តាប់អ្នកដែលមិនបរិច្ចាគហ្នឹងសូមឲ្យគាត់វិនិច្ឆ័យអញ្ចឹងនេះគឺជាអ្វីដែលលិនចង់ផ្ដែផ្ដាំទៅដល់អ្នកដែលមានលទ្ធភាពគឺរស់រាន់កុំឲ្យរដូវកាលនឹងផុតទៅហើយយើងមិនដឹងថាអាយុយើងហ្នឹងវាអាចរស់ទៅដល់រដូវក្រោយទៀតក៏មិនដឹងដែរហ្នឹងហើយAssalamualaikum warahmatullahi wabarakatuh សូមស្វាគមន៍មកកាន់ EFC Podcast ដែលជាមេតិកាសម្រាប់ជជែកពិភាក្សាហើយក៏ដូចជាចែករំលែកចំណេះដឹងផងដែរហើយអល់ហាំឌុលឡាហ៍ថ្ងៃនេះជាថ្ងៃដំបូងនៃ EFC Podcast របស់ពួកយើងហើយយើងនឹងជជែកគ្នាទាក់ទងជាមួយអ៊ីបាតាមួយដែលយើងតែងតែធ្វើវាជារៀងរាល់ឆ្នាំនោះគឺអ៊ីបាតាកុរបានហើយយើងក៏មានភ្ញៀវកិត្តិយសរបស់ពួកយើងដើម្បីចូលរួមនៅថ្ងៃនេះគឺឧស្តាដ អាប់ឌុលឡា សាហ្វអាដែលជាគ្រូផ្នែកសាសនាអ៊ីស្លាមហើយនឹងលោកអេឡាត្រីដែលជានាយកប្រតិបត្តិនៃអង្គការមូលធិបានកម្ពុជានឹងចូលរួមបកស្រាយក្រោមប្រធានបទខាងលើផងដែរអញ្ចឹងជាកិច្ចចាប់ផ្ដើមតើឧស្តាដអាចជួយបកស្រាយបន្តិចបានទេថាតើការធ្វើកុរបានមានប្រវត្តិដើមតងមកពីណាហើយតើវាមានអត្ថន័យបង្កប់អ្វីខ្លះនៅពីក្រោយសាច់រឿងទាំងនោះBismillahirrahmanirrahim Assalamualaikum warahmatullahi wabarakatuh អរគុណទៅដល់កម្មវិធី podcast របស់ Iman Foundation នៅថ្ងៃនេះតើតើនឹងប្រវត្តិដើមតងនៃការធ្វើកុរបានគឺមានតាំងពីសម័យនប៊ីអាដាមអាឡៃហ៊ីសសាឡាមបើសិនជាយើងក្រឡេកទៅមើលអាយ៉ាអល់កុរអានដែលអល់ឡោះស៊ុបហានវតាឡាគាត់បានហ្វីរម៉ានតើតើជាមួយនឹងកូនទាំងពីររបស់នប៊ីអាដាមواتلو عليهم نبأ ابني آدم إذ قربا قربانا فتقبل من أحدهما ولم يتقبل من الآخر ចឹងកុរបានគឺផ្ដើមចេញពីកូនទាំងពីររបស់នប៊ីអាដាមទីមួយគឺឈ្មោះកពីលហើយនិងហាពីលតើតជាមួយនឹងការរៀបអាពាហ៍ពិពាហ៍ដែលម្នាក់គាត់ប្រកែកមិនចង់រៀបការជាមួយនឹងដៃគូម្នាក់ទៀតហើយអាដាមគាត់បានសុំពីអល់ឡោះហើយអល់ឡោះបានប្រែឲ្យគាត់ទាំងពីរធ្វើកុរបានមានន័យថាការបរិច្ចាគជាសត្វពពែក៏ដូចជាចំការហើយចុងក្រោយទៅគឺអល់ឡោះស៊ុបហានតាឡាបានទទួលយកពីហាប៊ីលប៉ុន្តែអល់ឡោះស៊ុបហានតាឡាមិនទទួលយកពីកពីលទេហ្នឹងហើយអញ្ចឹងអាហ្នឹងគឺប្រវត្តិហ្នឹងគឺមានតាំងពីសម័យហ្នឹងមកតើតើនឹងការទទួលកុរបាននៅសម័យនោះគឺអល់ឡោះឲ្យដឹងភ្លាមតែម្ដងគឺទី1បើសិនជាអល់ឡោះទទួលគឺអល់ឡោះឲ្យរន្ទះបាញ់ឲ្យខ្លោចចំការឬក៏សត្វនោះតែម្ដងហើយប្រវត្តិបន្តមកទៀតគឺសម័យនប៊ីអ៊ីប្រាហ៊ីមអាឡៃហ៊ីសសាឡាមដែលនប៊ីអ៊ីប្រាហ៊ីមគាត់បានប្រាប់កូនរបស់គាត់អ៊ីស្ម៉ាអែលថានៅពេលដែល falamma balagha ma'ahu as-sa'y មានន័យថាពេលដែលនប៊ីអ៊ីស្ម៉ាអែលគាត់ធំឡើងពេញវ័យជំទង់ហើយមានន័យថាឪពុកគាត់បានយល់សពឃើញថាគាត់នឹងត្រូវសម្លេះធ្វើកុរបានហើយកូនគាត់ក៏បានឆ្លើយតបដោយការប្រតិបត្តិថាសូមឪពុកធ្វើចោះសាតាជីឌូនីអ៊ីនសាអល់ឡោះមានអសាប៊ីរីនម៉ាសាអល់ឡោះអរគុណច្រើនឧស្សាហ៍ដែលបានបកស្រាយយ៉ាងក្បោះក្បាយហើយដោយដែលប្រិយមិត្តបានស្ដាប់ហើយមិញគឺអ៊ីបាតាកុរបានមិនមែនទើបតែមានឥឡូវនេះទេប៉ុន្តែមានតាំងតែពីសម័យកាលនប៊ីអាដាមមកម្លេះអញ្ចឹងឧស្សាហ៍អាចបកស្រាយបន្ថែមបន្តិចទៀតបានទេថាតើអ្វីទៅជាអត្ថន័យនៅពីក្រោយសាច់រឿងទាំងនោះតើតើនឹងការធ្វើកុរបានហ្នឹងគឺដោយអល់ឡោះស៊ុបហានវតាឡាគាត់បានហ្វីរម៉ាននៅក្នុងអាយ៉ាត់ផ្សេងទៀតថា ذلك وما يعظم شعائر الله فإنها من تقوى القلوب នោះអ្នកដែលគាត់ដំកើងនៅអត្តសញ្ញាណរបស់អល់ឡោះស៊ុបហានវតាឡាអញ្ចឹងការធ្វើកុរបានហ្នឹងគឺជាអត្តសញ្ញាណមួយដែលបង្ហាញថាយើងនឹងគឺមានជំនឿសទ្ធាជ្រះថ្លាហើយនឹងការពលីលះបង់ដើម្បីអល់ឡោះស៊ុបហានវតាឡាអញ្ចឹងអល់ឡោះស៊ុបហានវតាឡាក៏ថាអ្នកណាហើយប្រតិបត្តិនៅការអ៊ីបាដាតប្រភេទនេះគឺកុរបាននេះគឺជាការដែលយើងមានចិត្តតក្វាចំពោះអល់ឡោះស៊ុបហានវតាឡាហើយនៅក្នុងហ្នឹងក៏កូននប៊ីអាដាមបានឆ្លើយទៅកាន់បងរបស់គាត់ដែលគាត់ថាកលលអកតុលន
قال إنما يتقبل الله من المتقين គឺណាអល់ឡោះ سبحانه តាឡាទទួលយកពីពួកអ្នកដែលតក្វាចំពោះអល់ឡោះ سبحانه តាឡាអញ្ចឹងជាការប្រកាសណាគោលបំណងនៃការធ្វើកុរបានហ្នឹងអល់ឡោះ سبحانه តាឡាចង់សាកល្បងឬក៏ចង់មើលឃើញអំពីការតក្វារបស់យើងចំពោះអល់ឡោះ سبحانه តាឡាថាតើយើងហ៊ានលះបង់កម្រិតណាអញ្ចឹងបានន័យថាការធ្វើអ៊ីបាតាកុរបានមិនមែនគ្រាន់តែជាសកម្មភាពមួយដែលគ្រាន់តែសម្លេះសัตว์ដើម្បីចែករំលែកសាច់គ្នាដើម្បីបរិភោគទេក៏ប៉ុន្តែវាមានអត្ថន័យបង្កប់នៅក្នុងនឹងជ្រៅមែនទែនដោយដែលអូស្តាតគាត់បានលើកឡើងមិញខ្ញុំសូមកលេចទៅកាន់លោកប្រធានវិញតាមអ្វីដែលខ្ញុំសង្កេតឃើញអង្គការមូលនិធិមិនកម្ពុជាតែងតែរៀបចំកម្មវិធីឬក៏ប្រូក្រាមកុរបាននឹងជារៀងរាល់ឆ្នាំអញ្ចឹងលោកប្រធានអាចជួយបកស្រាយបន្តិចបានទេថាអ្វីទៅដែលជាគោលបំណងនិងចក្ខុវិស័យដែលអង្គការមូលនិធិមិនកម្ពុជាចង់សម្រេចបានតាមរយៈកម្មវិធីកុរបាននេះអល់ហំឌុលឡាហ៍វ៉ាស្សឡាតុវ៉ាស្សឡាមអាឡារ៉ូស៊ូលឡាហ៍អស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍ហើយអរគុណដែលតួនអបតសាហ្វាបានចូលរួមនៅក្នុងកម្មវិធី podcast អ៊ីម៉ាន់ហើយសំកាយសម្រួលបន្តិចខ្ញុំជានាយកប្រតិបត្តិអង្គការវិធីអ៊ីម៉ាន់មិនមែនជាប្រធានទេបាទអញ្ចឹងតកតងជាមួយនឹងកម្មវិធីកុរបាននេះគឺសម្រាប់អង្គការវិធីអ៊ីម៉ាន់កម្ពុជាគោលបំណងធំគឺលើសពីការចែកសាច់គោកុរបានបានន័យថាការចែកសាច់គោកុរបាននេះវត្ថុបំណងធំជាងគេដូចស្ទើរក៏បានលើកឡើងអញ្ចឹងដើម្បីតាក់វីមឆាអ៊ីរ៉ាឡោះលើកដំកើងនៃអ្វីដែលអល់ឡោះស៊ុបហានវតាឡាបានគាត់ប្រើអញ្ចឹងលើសពីការចែកសាច់គោកុរបានបានន័យថាដោយសារហេតុថាអង្គការវិធីអ៊ីម៉ានកម្ពុជារបស់យើងផ្ដោតសំខាន់ទៅលើធ្វើយ៉ាងណាមានការចូលរួមពីសហគមន៍ឲ្យសហគមន៍គាត់យើងបណ្ដោះគំនិតឲ្យសហគមន៍ឬក៏ប្រជាជននៅក្នុងសហគមន៍អ៊ីស្លាមយើងគាត់ចូលរួមសហការគ្នាក្នុងការធ្វើអំពើល្អអញ្ចឹងតាមរយៈការសហការគ្នានេះគឺបានន័យថាគាត់នៅក្នុងគោលមួយដោយដែលស្តាអាចបកស្រាយឡើងវិញថាជាអ្វីដែលយើងធ្លាប់អនុវត្តកន្លងមកគឺសត្វពាហនៈមួយឬក៏គោមួយហ្នឹងគឺយើងអាចប្រមូលគ្នាធ្វើអាចបាន7នាក់ណាគឺចូលរួមគ្នាអញ្ចឹងបង្ហាញឲ្យឃើញថាបីបណ្ដោះសហគមន៍ឬក៏គំនិតសហគមន៍ឲ្យចូលរួមធ្វើល្អហ្នឹងគឺតាមរយៈចែករំលែកគ្នានឹងឯងចូលរួមម្នាក់បន្តិចដើម្បីទិញបានឬក៏ដើម្បីទទួលបាននៅសត្វពាហនៈមួយឬក៏គោមួយហ្នឹងបញ្ជាក់ឃើញថាស្មារតីដើម្បីបណ្ដោះស្មារតីសាមគ្គីគ្នាហើយនៅក្នុងកម្មវិធីអ៊ីម៉ាន់កម្ពុជាក្នុងការអនុវត្តគម្រោងនេះគឺយើងតែងតែសហការជាមួយគ្នាឬក៏ធ្វើការជាមួយគ្នាជាមួយនឹងសហគមន៍បានន័យថាយើងធ្វើការជាមួយនឹងសហគមន៍ជាមួយនឹងប្រធានភូមិជាមួយនឹងទួនដែលជាតំណាងសហគមន៍ឲ្យគាត់ចូលរួមនៅក្នុងការចែកសាច់ការរៀបចំសាច់ការថ្លឹងការដឹកជញ្ជូនការជ្រើសរើសគោឬក៏អីផ្សេងៗហ្នឹងគឺមានការចូលរួមពីសហគមន៍យើងអញ្ចឹងយើងឃើញថាទាំងអស់នេះគឺសុទ្ធតែបញ្ជាក់ឃើញថាបីឲ្យសហគមន៍យើងរឹងមាំវាតើតែយើងចេះសហការគ្នាហើយតាមរយៈសហការនេះគឺយើងសហការនៅក្នុងផ្លូវល្អបានន័យថាយើងដល់ឱកាសជូនដល់បងប្អូនយើងដែលគាត់មិនមានសមត្ថភាពក្នុងការធ្វើកុរបានសត្វពាហនៈមួយក្បាលតែម្នាក់ឯងឬក៏គោតែម្នាក់ឯងគាត់អាចចូលរួមជាមួយអ្នកដទៃអាចបណ្ដោះឲ្យមានគំនិតចូលរួមសាមគ្គីគ្នាបាទនេះជាវត្ថុបំណងសំខាន់របស់អ៊ីម៉ាន់តែវត្ថុបំណងធំរបស់អ៊ីស្លាមយើងគឺយើងដូចដឹងដែលយើងបានដឹងស្រាប់ហើយបាទអរគុណច្រើនលោកនាយកអញ្ចឹងបានន័យថាវត្ថុបំណងដែលខាងអង្គការមូលនិធិមិនកម្ពុជាចង់ទទួលបាននោះគឺដើម្បីបណ្ដោះនៅស្មារតីការសហការគ្នាក្នុងការធ្វើអំពើល្អដែលទាំងនេះវាស្របទៅតាមអ្វីដែលសាសនាបង្គាប់ប្រើផងដែរអញ្ចឹងត្រឡប់មកអូស្តាតវិញអូស្តាតខ្ញុំមានសំណួរមួយទៀតចង់សួរថាដើម្បីឲ្យការធ្វើអ៊ីបាតារបស់ពួកយើងទទួលបានផលបុណ្យពេញលេញអញ្ចឹងតើយើងត្រូវយកចិត្តទុកដាក់លើលក្ខខណ្ឌឬក៏ចំណុចអ្វីខ្លះអញ្ចឹងតើតើជាមួយនឹងលក្ខខណ្ឌដែលយើងត្រូវបំពេញមុននឹងយើងធ្វើកុរបានគឺវាមានប្រមាណលក្ខខណ្ឌទី1គេតម្រូវឲ្យជាសត្វពាហនៈមានន័យថាយើងមិនអាចយកសត្វបក្សីជើងពីរមានស្លាបហ្នឹងគឺយកមកធ្វើជាកុរបានទេមានន័យថាសត្វពាហនៈគឺយើងអាចនិយាយបានថានៅប្រទេសអារ៉ាប់គឺភាគច្រើនសត្វអូតហ្នឹងហើយសត្វអូតហើយសម្រាប់ស្រុកខ្មែរយើងគឺសត្វគោ
ក្នុងហ្នឹងក៏យើងអាចក្របីក៏បានដែរហើយមួយទៀតគឺសត្វពពែហើយនិងសត្វជៀមអញ្ចឹងសត្វពាហនៈទាំងប្រមាណប្រភេទនេះហើយដែលជាលក្ខខណ្ឌដើម្បីឲ្យយើងសាសធ្វើកុរបានហើយជាមួយនោះគឺក៏គេតម្រូវឲ្យលក្ខខណ្ឌអាយុចំពោះសត្វអូតគឺគេតម្រូវឲ្យមានអាយុរហូតទៅដល់5ឆ្នាំដែលយើងអាចយកមកធ្វើកុរបានចំពោះសត្វគោវិញគឺមានមស្ហាបខ្លះ2ឆ្នាំមស្ហាបខ្លះទៅ3ឆ្នាំចំពោះសត្វពពែគឺត្រូវតែអាយុគ្រប់1ឆ្នាំហើយសម្រាប់សត្វជៀមមានន័យថាអាយុ1ឆ្នាំសត្វពពែគឺយើងអាចថា6ខែឬក៏ជិត1ឆ្នាំដែរហ្នឹងហើយ7-8ខែមានន័យថាយើងអាចនេះបានហើយអាហ្នឹងគឺការកំណត់អាយុលក្ខខណ្ឌមួយទៀតគឺគេតម្រូវឲ្យសត្វហ្នឹងគឺជាសត្វដែលដូចនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគាត់ដកនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមពីកັບឆេនអាំឡាហេនអក្រណេនរ៉ាស៊ូលឡោះគាត់សម្លេះកុរបានសត្វពពែ2ក្បាលដែលមានសាច់ទលុកទលុនហើយនឹងមានស្នែងហើយនឹងស្អាតគួរឲ្យជាទីស្រឡាញ់ពេញចិត្តយើងមើលទៅគឺពេញចិត្តតែម្ដងអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងគេតម្រូវឲ្យសត្វហ្នឹងគឺជាប្រភេទសត្វដែលពេញសាច់គ្រប់អាយុអវយវៈរបស់វាគឺគ្រប់លក្ខណៈអត់មានដាច់ស្លឹកបញ្ជាឬក៏ពីជើងម្ខាងឬក៏ដាច់អណ្ដាតឬក៏ន្ទុយឬក៏ស្គមស្គាំងឬក៏សត្វហ្នឹងវាមានជំងឺរោគនៅក្នុងខ្លួនគឺអត់ទេមានជាសត្វដែលមានសុខភាពល្អជាសត្វដែលមានកាយសម្បទាគ្រប់លក្ខណៈអាហ្នឹងគឺជាលក្ខខណ្ឌហើយលក្ខខណ្ឌមួយទៀតគេតម្រូវឲ្យអ្នកដែលសម្លេះហ្នឹងគាត់ជាកម្មសិទ្ធិមានន័យថាគាត់ជាពពែឬក៏ជាគោឬក៏ជាកម្មសិទ្ធិរបស់គាត់ឬក៏គាត់អាចតៅគីលមានន័យថាពឹងឬក៏បកគលទៅឲ្យអ្នកដទៃជាភ្នាក់ងារដើម្បីធ្វើជំនួសគាត់មិនមែនជាសត្វពាហនៈរបស់អ្នកដទៃទេហើយមួយទៀតគឺទាមទារឲ្យយើងធ្វើហ្នឹងឲ្យត្រូវទៅតាមកាលវេលាដែលគេកំណត់នៅក្នុងថ្ងៃរយ៉ាហាជីថ្ងៃទី10ហើយនឹង3ថ្ងៃទៀតគឺថ្ងៃតាស្រិកទាំង3ថ្ងៃទី11 12 13រហូតដល់ពេលមករ៉ិបអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាលក្ខខណ្ឌដែលនៅពេលណាយើងចង់ធ្វើកុរបានគឺយើងត្រូវគោរពឲ្យបានគ្រប់លក្ខខណ្ឌប្រហែលជា6ចំណុចទាំងអស់ហ្នឹងហើយហើយចំណែកតកតងជាមួយនឹងការដែលនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគាត់ដាំថាអ្នកណាហើយចង់ធ្វើកុរបានមានន័យថាចាប់ពីថ្ងៃទី1ទៅរហូតដល់ថ្ងៃសម្លេះហ្នឹងគឺគាត់អត់ត្រូវកាត់កញ្ចក់ឬក៏សក់របស់គាត់អាហ្នឹងអ៊ុលម៉ាខ្លះថាសុនណាស់ទេអ៊ុលម៉ាខ្លះថាយើងមិនអនុវត្តក៏អត់អីដែរអ្នកខ្លះថាមកគ្រោះអ្នកខ្លះថាមិនមែនចូលទៅដល់លក្ខខណ្ឌថាបើសិនជាធ្វើអានឹងទៅគឺវាអត់សាកុរបានអត់មានទេហ្នឹងហើយនេះជាលក្ខខណ្ឌបាទអញ្ចឹងបានន័យថាមានលក្ខខណ្ឌមួយចំនួនឬក៏សារ៉ាត់មួយចំនួនដែលយើងគួរតែយកចិត្តទុកដាក់ដើម្បីធានាថាយបតាកុរបានរបស់យើងទទួលបាននៅផលបុណ្យពេញលេញចុះសម្រាប់ខាង AFC វិញតើលោកនាយកអាចបកស្រាយបានទេថាតើមានវិធីឬក៏ការរៀបចំបែបណាដើម្បីធានាថាការធ្វើកុរបាននឹងត្រឹមត្រូវតាមសាសនាហើយត្រូវតាមលក្ខខណ្ឌដែលសាសនាបានកំណត់បាទដោយអូស្តាសអាប់ឌុលឡោះគាត់បានលើកឡើងអញ្ចឹងគឺក្បួនច្បាប់មួយចំនួនដែលឬក៏សារ៉ាត់មួយចំនួនលក្ខខណ្ឌដែលត្រូវមានសម្រាប់កុរបានហ្នឹងអញ្ចឹងដើម្បីឲ្យខាងទាំងអស់នេះគឺខាងអង្គការយើងមានកំណត់ត្រាជារៀងរាល់ឆ្នាំគឺពេលដែលយើងអនុវត្តកម្មវិធីហ្នឹងហើយពេលដែលយើងចុះទៅទិញពាហនៈហ្នឹងគឺយើងចុះទៅផ្ទាល់ទៅមើលលក្ខខណ្ឌតើសត្វពាហនៈនោះគ្រប់លក្ខខណ្ឌដែរឬក៏អត់ជាក់ស្ដែងដូចជាអាយុដូចជាលក្ខណៈសម្បត្តិដូចស្ទើរក៏បានលើកឡើងហើយមួយទៀតគឺពេលដែលកម្មវិធីតែម្ដងគឺយើងធ្វើយ៉ាងណាសម្លេះនៅក្នុងរង្វង់ពេលវេលាដែលអ៊ីស្លាមបានអនុញ្ញាតសម្រាប់អ្នកសម្លេះវិញអ្នកសម្លេះក៏សំខាន់ដែរបើយើងយកអ្នកសម្លេះដែលគាត់អត់មានបទពិសោធន៍គាត់អត់ដឹងពីប្រការសុណាប្រការដែលមកគ្រូឬក៏ហារ៉ាមនៅក្នុងការសម្លេងហ្នឹងក៏ពិបាកដែរអញ្ចឹងយើងជ្រើសរើសអ្នកដែលសម្លេងហ្នឹងគឺទួនឬក៏អ្នកដែលមានជំនាញខាងសម្លេងសត្វពាហនៈហ្នឹងដើម្បីគាត់ធ្វើទៅឲ្យត្រូវជាមួយនឹងសុណាឬក៏ធ្វើតាមលក្ខខណ្ឌដែលអ៊ីស្លាមយើងចង់បាន
បាទអរគុណលោកនាយកចុះសម្រាប់សាច់កូរប៉ានវិញតា AFC រៀបចំបែបណាដែរដើម្បីធានាថាសាច់ទាំងនោះទៅដល់ដៃអ្នកដែលគាត់ខ្វះខាតពិតប្រាកដមែន សាច់ដែលយើងទទួលបានគឺយើងផ្ដល់ទៅយើងមុននឹងយើងធ្វើអនុវត្តកម្មវិធីនេះគឺយើងបានក្រុមការងារយើងគាត់ចុះទៅសហការជាមួយនឹងដូចនិយាយមកអញ្ចឹងថាចុះទៅតាមបណ្ដាភូមិផ្សេងៗឬក៏សហគមន៍ផ្សេងៗដើម្បីសហការជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ហ្នឹងដើម្បីគាត់ឲ្យឈ្មោះឬក៏ចុចចំនួនគ្រួសារដែលខ្វះខាតអញ្ចឹងយើងផ្ដល់សម្រាប់អ្នកណាដែលគួរទទួលបាននៅសាច់គោនឹងសាច់នឹងអញ្ចឹងបានន័យថាយើងចុះទៅដើម្បីវិតម្លៃឬក៏ប្រមូលទិន្នន័យថាតើនៅក្នុងភូមិមួយមានចំនួនអ្នកក្រប្រមាណគ្រួសារឬក៏ប្រមាណអ្នកបន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមរៀបចំបានទទួលសាច់ដើម្បីឲ្យអ្នកដែលអត់មានបានគឺគាត់មិនទាន់បានទទួលទេបាទន័យថាអ្នកដែលមានបានគឺឆ្លងកាត់ការវិតម្លៃថាគាត់គឺជាអ្នកដែលអាចទទួលយកនៅសាច់នឹងបានអញ្ចឹងយើងលែងបារម្ភហើយក្នុងនាមយើងជាអ្នកអនុវត្តនេះយើងលែងបារម្ភដោយសារយើងដឹងថាសាច់នោះគឺទៅដល់ដៃអ្នកដែលគួរទទួលណាមិនបារម្ភថាអ្នកនោះមិនអាចទទួលបានឬក៏យ៉ាងណាទេអញ្ចឹងយើងតាមរយៈការសហការជាមួយនឹងតំណាងសហគមន៍ហ្នឹងគឺយើងអាចសម្រួលដល់ការងារទាំងអស់ហ្នឹង បាទអរគុណច្រើនលោកនាយកឃើញថាខាង AFC ពិតជាគិតបានល្អអន់គ្រប់ជ្រុងជ្រោយមែនទែនហើយត្រឡប់មកសិតវិញឧស្សាហ៍ខ្ញុំមានសំណួរមួយទៀតចង់សួរតាក់ទងជាមួយនឹងបងប្អូនយើងដែលគាត់បានលះបង់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីធ្វើកូរ៉ានអញ្ចឹងតើគាត់នឹងទទួលបានឧត្តមភាពឬក៏ផលបុណ្យពិសេសអ្វីខ្លះពីអល់ឡោះស៊ុបហានវតាឡា ចំពោះផលបុណ្យតាក់ទងជាមួយនឹងការធ្វើកូរ៉ានហ្នឹងគឺធំធេងមែនតើទីមួយគឺនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់បានប្រាប់ថាសុនណាអប៊ីកុមអ៊ីប្រាហ៊ីមទីមួយគឺយើងធ្វើតាមសុនណាបិតារបស់យើងគឺនប៊ីអ៊ីប្រាហ៊ីមអញ្ចឹងការដែលយើងធ្វើតាមសុនណារបស់នប៊ីគឺយើងទទួលបានផលបុណ្យអំពីអល់ឡោះស៊ុបហានហូវតាឡាដោយយើងរំលឹកទៅដល់ការលះបង់ដ៏ធំធេងរបស់នប៊ីអ៊ីប្រាហ៊ីមដើម្បីបុព្វហេតុសាសនារបស់អល់ឡោះស៊ុបហានហូវតាឡាគាត់បាននាំប្រពន្ធរបស់គាត់ក៏ដូចជាកូនរបស់គាត់មកនៅទឹកដីពិសិដ្ឋមកកាសហ្នឹងគឺដំបូងឡើយគឺអត់មានទេពីវ៉ាឌីក៏រ៉ាស៊ីសរ៉ែននៅចន្លងភ្នំមួយដែលអត់មានរុក្ខជាតិអត់មានទឹកអត់មានអីទាំងអស់ហើយគាត់មករស់នៅអញ្ចឹងនោះគឺយើងធ្វើកូរ៉ានហ្នឹងមានន័យថាយើងរំលឹកទៅដល់ការលះបង់របស់គាត់រហូតដល់ក្រោយមកកាសបានខ្លាយទៅជាទីក្រុងខ្លាយទៅជាទីសក្ការៈដែលមនុស្សទាំងឡាយគាត់ទៅធ្វើបន់ហច្ចនៅទីនោះនោះគឺជាការលះបង់មួយដ៏ធំធេងមែនទែនហើយនៅពេលដែលយើងកាន់តាមសុនណារបស់គាត់ហ្នឹងគឺយើងតែងតែនឹកឃើញទៅដល់ការលះបង់របស់គាត់ហើយយើងជាអ្នកមូស្លីមដែលជាកូនចៅរបស់គាត់នេះយើងត្រូវមានការលះបង់ខ្ពស់ដែរដើម្បីបុព្វហេតុអ៊ីស្លាមហើយការលះបង់នេះហើយដែលយើងនឹងទទួលបាននៅការតបស្នងពីអល់ឡោះស៊ុបហានហូវតាឡាហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមក៏បានបន្តទៀតថាអ៊ីនលីគុលលីឆារ៉ាហាសាណារោមមួយយើងបាញ់និយាយថាគោទាំងមូលរោមមួយហ្នឹងគឺបានផលបុណ្យមួយហ្នឹងអញ្ចឹងយើងរាប់មើលរោមប្រមាណនៅក្នុងគោកូរ៉ានឬក៏សត្វប្រពែហ្នឹងហើយមួយទៀតនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់បានដឹងថាម៉ាមីនម៉ាអាមីឡាអាប់ឌុនمن عمل يوم النحر أحب إلى الله មានន័យថាកូនចៅនប៊ីអាដាមម្នាក់អ្នកមូស្លីមម្នាក់ដែលគាត់ប្រតិបត្តិអាម៉ាល់មួយនៅថ្ងៃណាហត់គឺថ្ងៃរយ៉ាហាជីដែលជាទីស្រឡាញ់សពតិរបស់អល់ឡោះជាងដែលគាត់ធ្វើកូរ៉ានហ្នឹងទេអញ្ចឹងគឺជាអាម៉ាល់ដែលអល់ឡោះពេញចិត្តបំផុតនៅថ្ងៃហ្នឹងអញ្ចឹងទេនៅថ្ងៃអាខិរ៉ាត់ទាំងរោមរបស់វាកញ្ចក់របស់វាស្នែងច្បែករបស់វាគឺវានឹងមកឆាហ្វាអាត់យើងវានឹងសង្គ្រោះយើងនៅថ្ងៃអាខិរ៉ាត់វាថាយ៉ាអល់ឡោះខ្ញុំរបស់ទ្រង់ម្នាក់នេះគឺបានលះបង់ទ្រព្យសម្បត្តិដើម្បីធ្វើកូរ៉ានចំពោះអល់ឡោះស៊ុបហានវតាឡាអញ្ចឹងផលបុណ្យដ៏ធំធេងបំផុតហ្នឹងគឺយើងនឹងទទួលបានការឆាហ្វាអាត់ពីអល់ឡោះការសង្គ្រោះពីអល់ឡោះការអន្តរាគមតាមរយៈកូរ៉ានរបស់យើងអ
ចឹងសង្ឃឹមថាបងប្អូនរបស់យើងគឺនឹកទៅដល់ពេលដែលយើងដល់រដូវខែកុរបានយើងនឹកទៅដល់ការលះបង់នប៊ីអ៊ីប្រាហ៊ីមយើងនឹកទៅដល់រាល់រោមនីមួយៗគឺយើងទទួលបានផលបុណ្យហើយនឹកទៅដល់ការឆាហ្វាអាត់គោកុរបានរបស់យើងនៅចំពោះអល់ឡោះស៊ុបហានូវតាអាឡា ម៉ាសាអល់ឡោះបានន័យថាអ៊ីបាតាកូរ៉ានគឺជាអ៊ីបាតាមួយដែលអល់ឡោះស្រឡាញ់ពេញចិត្តមែនទែនហើយទទួលបានផលបុណ្យច្រើនដែលយើងមិនអាចរាប់វាអត់ទេដោយដែលអូស្តាត់ក៏បានលើកឡើងមកអញ្ចឹងគឺរាល់រោមដែលមាននៅលើសត្វគឺត្រូវបានគេរាប់វាទាំងអស់អញ្ចឹងអូស្តាត់សូមត្រឡប់ក្រោយបន្តិចតកតងជាមួយនឹងហុគុមក្នុងការធ្វើអ៊ីបាតាកូរ៉ានវិញតើសាសនាអ៊ីស្លាមកំណត់ហុគុមវាកម្រិតណាដែរឬក៏យ៉ាងដូចម្តេចដែរហើយតើអ្នកណាខ្លះដែលត្រូវបានគេជំរុញឬក៏គេកំណត់ឲ្យធ្វើអ៊ីបាតាមួយនេះចឹងតើតើនឹងអ៊ីបាតាកុរបាននេះគឺមានការកំណត់ខុសគ្នានៅក្នុងម៉ាសាបនីមួយៗសម្រាប់ម៉ាសាបហាណាហ្វីដោយគាត់យោងទៅលើហាឌីសណាប៊ីសល្លឡោះសាឡាំគាត់ថាអ្នកណាហើយដែលមានលទ្ធភាពជីវភាពទូធាហើយគាត់មិនធ្វើកុរបាននេះគឺកុំមកក្បែរកន្លែងសម្យ៉ាងរបស់ខ្ញុំណាចឹងកន្លែងនេះគឺកុំមកសម្យ៉ាងរយៈហាជីជាមួយពួកគាត់កន្លែងនេះគឺបង្ហាញថាអ្នកដែលមានលទ្ធភាពលុយគ្រប់គ្រាន់ដើម្បីទិញគោមួយឬក៏មកចំណែកដូចសិស្សបស្រីក៏បានលើកឡើងមិញថាគោមួយគឺយើងបាន7ចំណែកអញ្ចឹងបើសិនយើងមានលុយគ្រប់មួយចំណែកនៅក្នុង7ចំណែកហ្នឹងហើយយើងអត់ធ្វើទេអញ្ចឹងមានន័យថាយើងទុសានឹងអល់ឡោះស៊ុបហានូវតាឡាអាហ្នឹងចំពោះម៉ាសាប់អ៊ីម៉ាំហាណាហ្វីហើយចំណែកចំពោះម៉ាសាប់ផ្សេងដូចជាម៉ាសាប់អ៊ីម៉ាំឆាហ្វីអ៊ីម៉ាលីគីហាំបាលីគាត់ចាត់ទុកថាវាជាសុណាត់ម៉ាកាត់មានន័យថាវាស្ទើរតែវ៉ាជីបហើយប៉ុន្តែសម្រាប់អ្នកដែលគាត់អត់ធ្វើគឺมันមានជាបញ្ហាអ្វីទេហើយមានឧឡាម៉ាមួយចំនួនទេគាត់ថាហ្វាត់ទូគីហ្វាយ៉ាបើសិនជានៅក្នុងគ្រួសារមួយយើងបានធ្វើមួយហើយមានន័យថាវាគ្រប់គ្រាន់ហើយដោយនប៊ីសល្លឡោះអាឡៃហ៊ីវសឡាមគាត់បានសម្លេះកុរបាន2មួយសម្រាប់ខ្លួនគាត់មួយទៀតគឺសម្រាប់អ៊ុម៉ាត់របស់គាត់អ្នកដែលគ្មានលទ្ធភាពហ្នឹងហើយអញ្ចឹងនេះគឺជាច្បាប់តាក់ទងជាមួយនឹងការធ្វើកុរបានអញ្ចឹងអ៊ីបាតាកូរ៉ានវាមិនមែនគ្រាន់តែជាសុណាស់ឬក៏ការស្ម័គ្រចិត្តក្នុងការធ្វើវាទេវាសឹងតែជាកាតព្វកិច្ចទៅហើយសម្រាប់អ្នកដែលគាត់មានលទ្ធភាពក្នុងការធ្វើវាត្រឡប់មកខាង EFC វិញតើលោកនាយកយល់ឃើញយ៉ាងណាដែរសម្រាប់កម្មវិធីកូរ៉ានតើវាអាចផ្ដល់វិជ្ជាផលវិជ្ជមានអ្វីខ្លះទៅដល់សហគមន៍យើងក្រៅតែពីការផ្ដល់សាច់សម្រាប់ពួកគាត់ផលវិជ្ជមានដែលអង្គការអ៊ីម៉ានយើងរំពឹងទុកគឺតាមរយៈកម្មវិធីកូរ៉ាននេះគឺដូចបានលើកឡើងថាមានការចូលរួមពីសហគមន៍ផ្សេងៗហ្នឹងគឺជាយន្តការមួយដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនៃសហគមន៍អ៊ីស្លាមយើងនៅក្នុងស្រុកខ្មែរដើម្បីប្រែក្លាយផ្នត់គំនិតពីអ្នកទទួលឲ្យក្លាយទៅជាអ្នកដែលផ្ដល់ឲ្យគេវិញអញ្ចឹងផ្នត់គំនិតនេះសំខាន់ណាស់ដោយសារកន្លងមកមួយភាគធំនៃសហគមន៍អ៊ីស្លាមយើងនៅក្នុងប្រទេសកម្ពុជានេះគឺយើងមានផ្នត់គំនិតមួយគឺយើងទទួលពីគេអញ្ចឹងតាមរយៈកម្មវិធីនេះវាជាមួយផ្នែកដើម្បីផ្លាស់ប្ដូរផ្នត់គំនិតឲ្យយើងប្រែក្លាយទៅជាអ្នកដែលផ្ដល់អញ្ចឹងមិនថាកូរ៉ានឬក៏កម្មវិធីផ្សេងទេគឺយើងព្យាយាមធ្វើយ៉ាងណាឲ្យបំលាស់បដូរនៃផ្នត់គំនិតនេះពីបន្តិចម្ដងវាមិនអាចកើតឡើងមួយថ្ងៃឬក៏មួយឆ្នាំទេប៉ុន្តែនៅពេលណាដែលយើងធ្វើជាជាប់លាប់វាអាចនឹងផ្លាស់ប្ដូរនៅផ្នត់គំនិតបើមិនទាំងអស់ទេក៏មួយផ្នែកនៃសហគមន៍របស់យើងដែរបើយើងចង់ផ្លាស់ប្ដូរផ្នត់គំនិតវាតើតាមានអ្នកណាម្នាក់ស្ថាប័នណាម្នាក់គាត់ចាប់ផ្ដើមដឹកនាំគាត់ចាប់ផ្ដើមឲ្យមានកម្មវិធីនឹងឡើងបានសហគមន៍របស់យើងគាត់ដើរតាមបើមិនអញ្ចឹងទេมันមានអ្នកណាបណ្ដោះឬក៏มันមានអ្នកណាចាប់ផ្ដើមទេគឺបានន័យថាយើងចាំអ្នកនេះចាំយើងចាំគ្នាទៅវិញទៅមកគឺរឿងនោះมันអាចកើតឡើងទេនៅក្នុងអង្គការវិធីមិនគឺយើងរំពឹងថាតាមរយៈកម្មវិធីមួយកូរ៉ាននេះគឺយើងព្យាយាមដើម្បីផ្លាស់ប្ដូរផ្នត់គំនិតដែលជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍនៃសង្គមជាតិរបស់យើងបាទលោកនាយកអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់កំពុងតែស្ដាប់ podcast មួយនេះហើយគាត់ចង់ចូលរួមដើម្បីធ្វើអ៊ីបាតាកូរ៉ានជាមួយនៅខាងអ៊ីម៉ានដែរអញ្ចឹងតើគាត់អាចចូលរួមបានតាមរយៈណាដែរកម្មវិធីអ៊ីម៉ានយើងបើក
ទូលាយដើម្បីឲ្យបងប្អូនយើងគាត់មានឱកាសចូលរួមអាចតាក់ទងមកតាមរយៈpage Iman ឬក៏ក្រុមការងារ Iman របស់យើងគាត់នឹងចុះទៅតាមភូមិឬក៏តំណាងសហគមន៍មួយរបស់បងប្អូនហ្នឹងដើម្បីឲ្យធ្វើយ៉ាងណាចាប់ផ្ដើមកម្មវិធីនេះទាំងអស់គ្នាចាប់ផ្ដើមប្រមូលថវិកាឬក៏ប្រមូលឈ្មោះអ្នកដែលចង់ចូលរួមហើយយើងនឹងមានបញ្ជីឈ្មោះដើម្បីកត់ត្រាឲ្យច្បាស់លាស់ថាបងប្អូនណាគាត់ចង់ចូលរួមហើយគាត់ចង់ចូលរួមប្រមាណចំណែកនេះគឺជាការងារមួយដែលយើងធ្វើទាំងអស់គ្នាបាទ អញ្ចឹងសម្រាប់បងប្អូនយើងដែលកំពុងតែស្ដាប់ podcast មួយនេះហើយចង់ធ្វើអីបន្តកូរ៉ានបន្តមានពេលវេលាដើម្បីធ្វើវាខ្លួនឯងទេហើយចង់ចូលរួមជាមួយនឹងខាងអង្គការ Iman គឺអាចចូលរួមបានតាមរយៈ chat ទៅកាន់ page ផ្លូវការរបស់អង្គការ Iman ឬក៏តាក់ទងតាមរយៈបុគ្គលិកនៃអង្គការ Multiman កម្ពុជាក៏បានដែរអញ្ចឹងត្រឡប់មកវិញថ្ងៃនេះគឺបើសិនជាយើងជជែកបន្តទៀតដូចជាមិនអស់ទេអញ្ចឹងយើងសូមបញ្ចប់នៅថ្ងៃនេះប៉ុន្តែមុននឹងយើងបញ្ចប់ខ្ញុំសូមสนับสนุนទៅកាន់អូស្តាតតែមានពាក្យឬក៏មានសារដំបូន្មានអ្វីដើម្បីផ្ដែផ្ដាំទៅដល់បងប្អូនយើងដែលគាត់មានលទ្ធភាពក្នុងការធ្វើបន្តកូរ៉ានប៉ុន្តែគាត់នៅតែមានចិត្តរីរែកក្នុងការធ្វើវាអញ្ចឹងសូមជើញអូស្តាតអញ្ចឹងអរគុណសម្រាប់អ្វីដែលខ្ញុំចង់ផ្ដែផ្ដាំដល់រូបខ្ញុំក៏ដូចជាបងប្អូននៅក្នុងសហគមន៍យើងទាំងអស់អ្នកដែលគាត់មានលទ្ធភាពគឺយើងរស់រានធ្វើណាដូចជាអ្នកខ្លះក៏មានលទ្ធភាពធ្វើអាជីគឺគាត់ទៅតែម្ដងដូចជាដល់ម៉ោងសម្បះយ៉ាងគឺយើងសម្យ៉ាងតែម្ដងអញ្ចឹងការធ្វើអ៊ីបាដាតនេះវាមានរដូវរបស់វាសម្រាប់ខែបុស្សមានរដូវយើងគឺសម្យ៉ាងតរវេះអញ្ចឹងទៅស្លាត់គេយ៉ាមុលលេលហើយសម្រាប់ខែធ្វើហាជីនេះគឺអ្នកខ្លះមានលុយទៅធ្វើហាជីអ្នកខ្លះគាត់មានលុយធ្វើកូរ៉ានចឹងគាត់ប្រញាប់ពីព្រោះអល់ឡោះស៊ុបហានវតាឡានប៊ីសល្លឡោះអាឡៃហ៊ីវសឡាមគាត់ថាឈាមកូរ៉ានរបស់យើងហ្នឹងគឺវាតក់ទៅដល់អល់ឡោះមុននឹងវាស្រក់ទៅដល់ដីមានន័យថានៅពេលដែលយើងសម្លេះហ្នឹងគឺអល់ឡោះទទួលយកមុននឹងឈាមវាតក់ទៅដល់ដីមានន័យថាអល់ឡោះស៊ុបហានតាឡាគាត់នឹងម៉ាហ្វអំពូនឲ្យយើងហើយយើងត្រូវប្រញាប់រស់រាន់ដូចបើស្រីក៏ថាយើងផ្ដល់ជាយើងទទួលហើយយើងដឹងហើយថារៀងរាល់ថ្ងៃគឺម៉ាឡាអ៊ីកាត់តែងតែមកផ្ទះរបស់យើងហើយសូមទូអា2ទី1ម៉ាឡាអ៊ីកាត់សូមទូអាថាអល់ឡោហ៊ុមម៉ាអតិមុំហ្វីកានខឡាហ្វាវ៉ាអតិមុំស៊ីកានតាឡាហ្វាហើយអល់ឡោះអ្នកណាដែលបើកដៃបរិច្ចាគធ្វើកូរ៉ានក៏ដោយអីក៏ដោយម៉ាឡាអ៊ីកាត់សូមពីអល់ឡោះឲ្យអល់ឡោះហ្នឹងគឺផ្ដល់ទ្រព្យផ្សេងជំនួសមកវិញហើយចំពោះអ្នកដែលគាត់ក្តាប់រិះកំណាញ់គាត់អត់ចង់បរិច្ចាគទេគាត់ចង់តែយកអញ្ចឹងម៉ាឡាអ៊ីកាត់សូមទូអាថាអល់ឡោហ៊ុមម៉ាអតិមុំស៊ីកានតាឡាហ្វាហើយអល់ឡោះអ្នកដែលក្តាប់អ្នកដែលមិនបរិច្ចាគហ្នឹងសូមឲ្យគាត់វិនិច្ឆ័យអញ្ចឹងសូមពីអល់ឡោះស៊ុបហានតាឡាឲ្យអល់ឡោះបញ្ជៀសបងប្អូនយើងទាំងអស់គ្នាឲ្យរួចផុតអំពីការទទួលនៅទូអារបស់ម៉ាឡាអ៊ីកាត់ទី1ណាសូមឲ្យយើងទទួលបាននៅទូអាទី1គឺយើងបរិច្ចាគអល់ឡោះនឹងផ្ដល់មកវិញច្រើនជាងហើយបើសិនជាយើងអត់បរិច្ចាគទេប្រហែលជាទ្រព្យយើងនឹងអាចមានបញ្ហាមានឧបសគ្គផ្សេងណូស៊ូប៊ីលឡាអញ្ចឹងនេះគឺជាអ្វីដែលលិនចង់ផ្ដែផ្ដាំទៅដល់អ្នកដែលមានលទ្ធភាពគឺរស់រាន់កុំឲ្យរដូវកាលនឹងផុតទៅហើយយើងមិនដឹងថាអាយុយើងនឹងវាអាចរស់ទៅដល់រដូវក្រោយទៀតក៏មិនដឹងដែរហ្នឹងហើយអរគុណច្រើនបាទជាចុងក្រោយខ្ញុំសូមអរគុណអូស្តាតម្ដងទៀតហើយក៏ដូចជាលោកនាយកដែលបានចូលរួមបកស្រាយនៅថ្ងៃនេះហើយសង្ឃឹមថាវាជាចំណេះដឹងមួយសម្រាប់បងប្អូនយើងដែលកំពុងស្ដាប់ podcast យើងថ្ងៃនេះផងដែរអញ្ចឹងជាចុងក្រោយខ្ញុំមានពាក្យមួយឃ្លាដែលខ្ញុំអាចចាប់បានពីអូស្តាតគាត់លើកឡើងវិញគឺការបរិច្ចាគមិនធ្វើឲ្យយើងក្រទេអញ្ចឹងចូលរួមបរិច្ចាគទាំងអស់គ្នាវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោហ៊ីវ៉ាបារកាតុ